បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងព័ត៌មានថ្មីបាទប្រចាំថ្ងៃពី Channel Total HD ផងដែរបាទថ្ងៃនេះគឺខ្ញុំបាទសូមលើកយកបាទតកតងទៅនឹងព័ត៌មានបាទគឺតកតងទៅនឹងការលើកលែងទោសរបស់លោកកឹមសុខាដែលជាអតីតប្រធានគណៈបកសង្គ្រោះជាតិផងដែរបាទអញ្ចឹងគឺចង់ដឹងថាតើការលើកលែងទោសរបស់លោកតើលោកមានសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយឬក៏លោកមានសិទ្ធិធ្វើអ្វីខ្លះនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរបាទអញ្ចឹងគឺខ្ញុំបាននឹងធ្វើការលំអិតជូនបាទបងប្អូនទាំងអស់គ្នាផងដែរបាទសម្ដេចតេជោហ៊ុនសែនដែលជាប្រមុខរដ្ឋបាទស្ដីទីនៃកម្ពុជានៅកាលពីថ្ងៃទី25ឧសភា2026បានចេញព្រះរាជក្រឹត្យបាទត្រាស់បង្គាប់លើកលែងទោសឲ្យលោកកឹមសុខាបាទស្របតាមសេចក្តីក្រាបបង្គំទូលថ្វាយបាទរបស់នាយករដ្ឋមន្ត្រីកម្ពុជាផងដែរបាទភ្លាមបន្ទាប់ពីព្រះរាជក្រឹត្យត្រូវបានប្រកាសគឺនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថាបាទការលើកលែងទោសរបស់លោកគឺជាជំហានមួយបន្ថែមទៀតក្នុងការរឹតបន្តឹងសាមគ្គីភាពជាតិបាទឆ្លើយតបនឹងដំណឹងនេះផងដែរគឺលោកបណ្ឌិតគិនភាដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានសម្ដែងបាទការសាទរយ៉ាងខ្លាំងចំពោះការលើកលែងទោសនេះហើយលោកបណ្ឌិតក៏បានធ្វើការសង្កត់ធ្ងន់ទៅលើខ្លឹមសាររបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានរំលេចពីការរឹតចំណងសាមគ្គីភាពជាតិផងដែរបាទជាមួយគ្នានេះផងដែរគឺលោកបណ្ឌិតក៏បានធ្វើការបួងសួងឲ្យជំហានមួយនេះគឺคล้ายជាជំហានប្រកបដោយអត្ថន័យនិងជាជំហានចាប់ផ្ដើមដ៏សំខាន់សម្រាប់បន្តដំណើររាប់លានគីឡូម៉ែត្រទៅមុខទៀតក្នុងបបហេតុនៃការពង្រឹងសាមគ្គីនិងឯកភាពជាតិដើម្បីពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យផងដែរបាទគូបញ្ជាក់ផងដែរថាលោកកឹមសុខាដែលជាអតីតប្រធានគណៈបកសង្គ្រោះជាតិបាទត្រូវបានលើកលែងទោសនៅកាលពីថ្ងៃទី25ឧសភា2026ទៅតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាទសូមបញ្ជាក់ផងដែរថាលោកកឹមសុខាត្រូវបានតុលាការបាទក្រុងភ្នំពេញកាត់ទោសឲ្យជាប់ឃុំបាទក្នុងផ្ទះរបស់លោករយៈពេល27ឆ្នាំដោយដកហូតសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋជាស្ថាពរផងដែរបាទក្នុងព្រះរាជក្រឹត្យដដែលក៏បានបញ្ជាក់ផងដែរថាការលើកលែងទោសរបស់លោកកឹមសុខានេះត្រូវអនុវត្តចំពោះតែបាទទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយបាទបើយោងតាមលោកផែងហេងដែលជាសហមេធាវីការពារក្តីរបស់លោកកឹមសុខាគឺបានលើកឡើងថាបាទការលើកលែងទោសនេះគឺបានធ្វើឡើងបន្ទាប់ពីលោកបានយកលិខិតបញ្ជាក់មិនប្តឹងបាសាទុកមកចុះបញ្ជីនៅរដ្ឋបាលសាឡាវតូក្រុងភ្នំពេញបាទបន្ទាប់ពីលោកកឹមសុខាក្រោយពេលទទួលបានព្រះរាជក្រឹត្យលើកលែងទោសនិងលិខិតបញ្ជាក់ថាលោកមានសេរីភាពពីបាទសមត្ថកិច្ចលោកក៏បានបញ្ជាក់ផងដែរថាលោកចង់រក្សាភាពស្ងៀមស្ងាត់បាទដោយសារតែលោកកំពុងតែមានទុក្ខធំម្ដាយរបស់លោកកំពុងតែឈឺធ្ងន់បាទនឹងទី2លោកចង់ទៅបួសដើម្បីសងគុណម្ដាយរបស់លោកផងដែរបាទគូបញ្ជាក់ផងដែរថាតើតើនឹងការលើកលែងទោសនេះគឺអនុវត្តចំពោះតែទោសបាទដាក់ពន្ធនាគារតែប៉ុណ្ណោះទេបាទចំពោះទោសហាមមិនឲ្យលោកបាទចេញទៅក្រៅប្រទេសរយៈពេល5ឆ្នាំគឺនៅតែមានសុពលភាពដដែលផងដែរបាទហើយតើតើទៅនឹងព័ត៌មាននេះគឺមហាជនជាច្រើនក៏មានការចាប់អារម្មណ៍មែនទែនបងប្អូនណាបាទដោយបានលើកឡើងថានេះគឺជាជំហានថ្មីមួយទៀតដើម្បីឆ្ពោះទៅរកការឯកភាពជាតិនិងបរិយាកាសនយោបាយកាន់តែល្អប្រសើរផងដែរបាទនេះគឺជាព័ត៌មានបាទលំអិតបន្តទៀតដែលតកតងទៅនឹងលោកកឹមសុខាដែលជាអតីតប្រធានគណៈបកសង្គ្រោះជាតិបាទត្រូវបានចេញព្រះរាជក្រឹត្យលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល27ឆ្នាំនៅក្នុងផ្ទះដោយការឃុំខ្លួននៅក្នុងផ្ទះរបស់លោកផងដែរបាទហើយលោកក៏មានសិទ្ធិសេរីភាពវិញផងដែរបាទអរគុណណាបងប្អូនទាំងអស់គ្នាផងដែរបាទជួបគ្នាជាបន្តទៀតបាទជាមួយនឹងព័ត៌មានថ្មីបាទទាំងក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសប្រចាំថ្ងៃសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណ